កុំឲ្យវាហុយទន់ពេកហុយមកមកច្រប់ទៅញ៉ាំទៅឆ្ងាញ់ស្ងោរត្រពាំងជើងជ្រូកតំណងនេះបងប្អូនហើយជាមួយនឹងជ្រក់ប្រហុកហើយនេះខ្ញុំទិញបានជើងជ្រូកនេះខ្ញុំកាត់ជាដុំប៉ុណ្នេះខ្ញុំយកមកស្ងោរជ្រក់បងប្អូនស្ងោរជ្រក់ត្រពាំងណាចារដូវនេះជារដូវត្រពាំងមានច្រើនប្រភេទមានត្រពាំងស្រុកត្រពាំងព្រៃអានេះឈ្មោះជាត្រពាំងផ្អែមបងប្អូនត្រពាំងគេហៅថាត្រពាំងផ្អែមវាអត់សូវពិបាករងាស់ច្រើនទេប៉ុន្តែខ្ញុំអត់ទុកចិត្តខ្ញុំត្រូវតែយកមកស្រស់រងាស់មកសន្ទុះដែរដើម្បីឲ្យវាជឿជាក់ថាវាអត់ហាងចាការស្ងោរជ្រក់នេះខ្ញុំធ្វើជ្រក់ប្រហុកជាមួយនឹងក្រូចឆ្មាខ្ទឹមដើមខ្ទឹមនេះហើយនឹងខ្ទឹមសនេះដាក់ស្ងោរបដ ாய் ចាំខ្ញុំធ្វើខ្ញុំនឹងបង្ហាញរបៀបធ្វើជ្រក់ស្ងោរត្រពាំងនេះចានេះយើងដាំទឹកពុះដើម្បីស្រស់ត្រពាំងរបស់យើងចាដើម្បីបន្សាបជាតិហាងរបស់ត្រពាំងយើងត្រូវដាក់អំបិលពេលយើងស្រស់របៀបស្រស់ត្រពាំងបន្សាបជាតិហាងនេះយើងមិនបាច់ក្របវាទេណាឲ្យវាហើរក្លិនត្រពាំងតាមទឹកពុះទៅចាយើងទៅបេះជីជាមួយនឹងស្លឹកក្រូចដើម្បីស្ងោរជ្រក់ជើងជ្រូកនេះណានិយាយពីថាស្លឹកក្រូចបងប្អូននេះល្អមហាល្អពេលធ្លាក់ភ្លៀងរាល់ថ្ងៃចេះទៅស្លឹកក្រូចល្អស្លឹកក្រូចយើងដាក់ច្រើនពេកក៏វាហាងដែរបងប្អូនយើងដាក់ល្មមបានហើយចាល្អតែស្លឹកទេមួយស្លឹកក្រូចខ្ញុំល្អតែស្លឹកទេការធ្វើជ្រក់យើងត្រូវជីនេះហ៎បងប្អូនជីពងទៀតកូននេះគេហៅជីសង្កហុំដាក់ជីនេះឈ្ងុយមកជីសម្បូរពេកដល់ពេលសម្បូរខ្ញុំដាក់គ្រប់មុខតែម្ដងទៅចាជីនេះយើងបេះបន្តិចដើម្បីធ្វើជ្រក់ទេណាអានេះទុកបាំងសម្លរបស់យើងអូល្អណាស់ជីរណាមកថែមគ្រប់ទឹកមកព្រៀងខ្លាំងម៉ូតូឡានបន្តិចបងប្អូននៅមុខផ្ទះហើយខ្ញុំដាំនៅផើងមុខផ្ទះពេលដែលថតម្ដងចង់ stress ជាមួយនឹងម៉ូតូឡានហ្នឹងឯងបើកនិយាយពីថាបើកចាំពេលយើងស្ងោរជើងជ្រូកយើងត្រូវការដាក់ជីនឹងឯងណាក្នុងទឹកសម្លរបស់យើងណាចាពេលដែលវាពុះដល់វាផុយសាច់ផុយអីហើយយើងបង់ជាមួយស្លឹកខ្ទឹមចាជីមួយកណោថែមទៀតបងប្អូនអានេះយើងមកកាត់គល់ស្លឹកគ្រៃចាគល់ស្លឹកគ្រៃអានេះមកផើងនេះដើម្បីជិតដៃណាខាងមុខផ្ទះខ្ញុំមានចានេះតែមកដើមហ្នឹងល្មមមកសម្លចារឹមយើងទៅកាត់ជីចុះឡើងឃើញថាត្រពាំងយើងប្រសាទបានប៉ុណ្នេះហើយយើងមិនបាច់ចាក់ទឹកនេះចោលទេណាបងប្អូនបើសិនជាបងប្អូនមិនទុកចិត្តអាចចាក់ទឹកនេះចោលបានប៉ុន្តែត្រពាំងនេះជាត្រពាំងផ្អែមយើងមិនបាច់ចាក់ទឹកចោលទេយើងត្រូវថែមទឹកឲ្យវាល្មមទឹកល្មមកាមុននឹងដាក់សាច់ចូលចា
ដាក់ឲ្យច្រើនបន្តិចមកដើម្បីដាក់សាច់ជ្រូកទៅយើងចាតែនេះហើយយើងត្រូវបង់គ្រឿងកាត់សម្អាតនេះចូលនេះទឹកត្រី ស្លឹកក្រូចហើយនឹងខ្ទឹមចាយើងដាក់ចូលមកឲ្យចេញជាតិចាំពុះយើងដាក់ចេញជ្រូកចូលចាជីទាំងអស់នេះយើងរៀបចំលាងទឹកបានស្អាតបាតហើយយើងយកទឹកស៊ុបធ្វើជ្រក់ចាជើងជ្រូកយើងដាក់ចូលចាំអំបិលខ្ញុំដាក់ជាមួយនឹងស្រស់ត្រពាំងហើយប៉ុន្តែខ្ញុំនៅដាក់បន្តិចទៀតណាចានេះប្រហុកដែលយើងត្រៀមទុកធ្វើជ្រក់ពេលណាដែលសម្លជើងជ្រូកយើងបានពុះចាញ់ជាតិហើយយើងដួសទឹកសម្លដាក់នៅក្នុងប្រហុកនេះណាដើម្បីដាក់ជីដាក់អីធ្វើជ្រក់គឺថាយើងផ្លិចធ្វើអីគឺយើងមាននៅក្បែរដៃដែរណាបងប្អូនដូចជាម្ទេសនេះជាដើមពេលណាយើងអូយរៀងស្មោចខ្ញុំនឹងធ្វើទឹកសាប៊ូមាញ់ស្មោចនេះទៀតបងប្អូនហើយយើងបេះយើងត្រូវការប៉ុណ្ណាយើងយកប៉ុណ្ណឹងចាផ្សំឥឡូវយើងដាក់គ្រឿងចូលទៅណាដាក់អំបិលបន្តិចចាប៊ីចេងនេះម្សៅស៊ុបចាខ្ញុំមិនចោលទេគឺទឹកត្រីពេលណាសម្លស្ងោរក៏ដោយសម្លប្រហើរក៏ដោយខ្ញុំដាក់ទឹកត្រីគឺរសជាតិឈ្ងុយឆ្ងាញ់តែម្ដងជើងជ្រូកអត់ទាន់ផុយទេព្រោះអីដោយសារតាជើងជ្រូកក្រផុយយើងរងាស់តាត្រពាំងតាមផ្លេតទៅយើងដាក់ជើងជ្រូកចូលទៅពេលណាដែលជើងជ្រូកផុយត្រពាំងយើងក៏បាត់ហាងតាមនឹងដែរចាមួយឆ្នាំងបុកមកចាឥឡូវយើងដាក់គល់ខ្ទឹមចូលមកយើងទុកងងតែថាជើងជ្រូកយើងផុយល្អផុយយើងកុំឲ្យវាផុយទន់ពេកផុយល្មមឲ្យច្រាប់ទៅញ៉ាំទៅឆ្ងាញ់ចាដាក់ភ្លើងរ៉ែប៉ុណ្នេះហើយឥឡូវទឹកដែលធ្វើជ្រក់នេះត្រជាក់ហើយយើងចាប់ដើមច្បាច់ក្រូចឆ្មាចូលក្រូចឆ្មាទឹកជ្រក់របស់យើងមានតែបន្តិចដែរយើងដាក់ក្រូចឆ្មាមួយសិនណាព្រោះក្រូចឆ្មានេះសិតតែទឹកហ្មងបងប្អូនដើម្បីយើងទៀមទាឲ្យទឹកជ្រក់យើងវាត្រជាក់គឺដោយសារកុំឲ្យទី1កុំឲ្យល្វីងពីក្រូចឆ្មាហើយម្យ៉ាងទៀតកុំឲ្យជីយើងវាស្លោបពេកវានៅខៀវនេះមកទេវាធ្វើជ្រក់គឺតែនឹងឯងងាយហើយឆ្ងាញ់ចានេះជីជាមួយនឹងស្លឹកខ្ទឹមយើងត្រូវបង់ចូលមកអានេះពេលណាដែលជើងជ្រូកជើងផុយហើយសូមយើងបង់ចូលឲ្យវាស្ងោបពេកនៅកណោកស្ងោជ្រក់នេះយើងយកទឹកតិចបានហើយកុំឲ្យវារាវពេកអានេះជាការស្រេចហើយ
ជើងជ្រូកខ្ញុំយកតែខាងត្រឹមជង្គង់ចុះក្រោមគឺមានខូចចិនខ្ពស់ហ្មងជុះស៊ីពីតាពាំងនេះខ្ញុំទិញចិត្តកន្លះគីឡូចាស្មើនឹងសាច់ស្មើនឹងតាពាំងហ្មងជាមួយនឹងជ្រក់ប្រហុកបងប្អូននេះស្ងោរជើងជ្រូកតាពាំងជាមួយនឹងជ្រក់ប្រហុកឆ្ងាញ់ណាស់បងប្អូនអើយអូខេអរគុណច្រើនបងប្អូនដែលបានតាមដានរបៀបធ្វើសម្លជើងជ្រូកជាមួយនឹងតាពាំងនេះបានរួចរាល់ហើយមិនពិបាកទេប៉ុន្តែតិចនិចដែលត្រូវធ្វើគឺមានបន្តិចចាអរគុណច្រើនជម្រាបលា